ទាំងឡាយចូលតាំងចិត្តស្ដាប់ឲ្យបានល្អនាពេលចប់3ខែបន្ទាប់ពីនេះយើងនឹងចូលនិព្វានហើយចូលនិព្វានព្រះអង្គចូលនិព្វានហើយស្រេចតែព្រះអង្គដោយចម្រើនដើម្បីភាពស្មោះត្រង់ស្រស់បំព្រងទេវតានិងមនុស្សសូមឲ្យទ្រង់មានព្រះជន្មបន្តទៀតផងបានហើយអានន្ទកុំសុំអ្វីពីយើងទៀតពេលវេលាសម្រាប់សុំបានកន្លងផុតទៅហើយតើទូបង្គំធ្វើបែបណាបើទ្រង់ចូលនិព្វានហើយនោះអានន្ទអើយធម៌ដែលយើងនិយាយមិនមែនជារឿងអាត់កំបាំងទេយើងមិនមែនជាគ្រូដែលហួងហែងវិជ្ជាចូលឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់សាងអំពើល្អអ្នកណាមានគំនិតលើផ្លូវល្អហើយរស់នៅដោយការមិនប្រហែសនៅក្នុងព្រះធម៌នោះអ្នកនោះនឹងអាចគេចផុតពីវាលវត្តសង្សារការស្លាប់រស់ហើយបញ្ចប់នៅទុក្ខយើងនឹងសម្រាកក្រោមដើមឈើនេះមើលនោះដើមរៀងគ្រប់ដណ្ដប់ទៅដោយផ្កាដ៏ស្រស់បំព្រងមិនមែនជារដូវកាលរបស់វាពិសេសមែនតែនមើលចុះការនោះធ្លាក់ចុះមកពីលើមេឃទៀតផងនោះមើលហើយភិក្ខុទាំងឡាយចាត់ទុកថាជារឿងដ៏ពិសិដ្ឋគួរឲ្យគោរពគួរឲ្យកោតខ្លាចហើយគួរឲ្យគោរពលោកអនុណាខ្ញុំចង់ជួបព្រះពុទ្ធជាម្ចាស់បានហើយលោកសុផាថៈឈប់រំខានទ្រង់ទៅទ្រង់ហត់ហើយអស់កម្លាំងខ្លាំងណាស់អានន្ទអើយកុំហាមសុផាថៈអីឲ្យគេចូលមកនិយាយចុះទូបង្គំមានរឿងសង្ស័យមានអ្វីសុផាថៈទ្រង់ដ៏ចម្រើនសាសនាផ្សេងមានអ្នកប្រណិប័តល្អហើយប្រព្រឹត្តខ្លួនល្អណាស់ក៏ប៉ុន្តែលើកស្ទួយសាសនារបស់យើងពិសេសជាងសាសនាផ្សេងទៅទៀតត្រឹមត្រូវហើយដូច្នេះហើយយើងស្វែងរកសាសនាត្រឹមត្រូវបានបែបណាទៅព្រះអង្គមនាលសុផាថៈសាសនាក្នុងរូបភាពផ្សេងសុទ្ធតែសមគួរហើយបើសាសនាទាំងនោះមានការប្រៀបធៀបខទាំង8ព្រោះខទាំង8ចាត់ទុកថាជាសច្ចធម៌របស់ចក្រវាលគ្រប់បែបយ៉ាងសុទ្ធតែជាអនិច្ចំមិនទៀងទាត់និព្វានអាចទៅដល់ដោយការព្យាយាមតែប៉ុណ្ណោះ